ក្រុងបាវិតប្រជុំជនដែលមានឈ្មោះមកពីសត្វប្រវឹកបាវិតគឺជាឈ្មោះរបស់ក្រុងរណបមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តស្វាយរៀងមានទីតាំងនៅខាងកើតជាប់នឹងស្រុកបេនកើនិងតំបន់ហ្វឿកជីនៃខេត្តរោងដំរីឬខេត្តតៃninhរបស់ប្រទេសវៀតណាមខាងត្បូងជាប់នឹងស្រុកចន្ទ្រារីឯខាងលិចនិងខាងជើងជាប់នឹងស្រុកកំពង់រោនិងស្រុកស្វាយទាបទីប្រជុំជនបាវិតដើមឡើយគឺជាឈ្មោះរបស់ភូមិតូចមួយដែលមានប្រជាជនរស់នៅយ៉ាងតិចតួចជាទីបំផុតទីនេះគឺជាតំបន់ដីសើមនិងជាវាលទំនាបសម្បូរទៅដោយស្មៅវែងនិងព្រៃរបស់តូចដែលជាជម្រកនិងក៏ជាទីដ៏អំណោយផលសម្រាប់ការរស់រានមានជីវិតរបស់សត្វបក្សីទាំងឡាយដែលហិចហើរចូលមកជ្រកនៅជាពិសេសគឺពពួកសត្វប្រវឹកដែលជាប្រភេទបក្សីទឹកម្យ៉ាងអំបូរទាតែមានលក្ខណៈពិសេសពីទាស្រុកនិងទាព្រៃដោយវាមានទំហំតូចជាងរីឯកនិងជើងមានប្រវែងវែងជាងទាធម្មតាដោយយោងតាមបណ្ដុំឯកសារដែលបានចងក្រងនិងចេញផ្សាយដោយរដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់អំពីសាវតាឈ្មោះរបស់តំបន់នេះថាពាក្យបាវិតគឺជាភាសាដែលបានហៅคล้ายមកអំពីពាក្យប្រវឹកពាក្យនេះត្រូវបានចាប់កំណើតនិងប្រើប្រាស់នៅពេលដែលថៃបកភាសាបារាំងជនជាតិវៀតណាមម្នាក់បាននិយាយរៀបរាប់ដោយសូរសៀងពុំច្បាស់ទៅអស់លោកបារាំងអាណានិគមអំពីតំបន់ដែលជនជាតិខ្មែរកត់សម្គាល់ថាជាទីជម្រករបស់សត្វប្រវឹកដោយថៃបកដែលជាជនជាតិវៀតណាមនោះនិយាយពាក្យប្រវឹកពុំច្បាស់ក៏បែរជាចេញសូរថាបាវឹកទៅវិញដរាបក្រោយមកតំបន់ប្រវឹកឬបាវឹកនេះក៏ហៅคล้ายទៅជាបាវិតរហូតដល់សព្វថ្ងៃក្នុងឆ្នាំ1903វេលាដែលអស់លោកបារាំងអាណានិគមចាប់ផ្ដើមសាងសង់ផ្លូវកៅស៊ូពីក្រុងព្រៃនគរក្នុងដែនដីកូសាំងស៊ីនតភ្ជាប់មករាជធានីភ្នំពេញព្រះនគរកម្ពុជាដោយយល់ថាតំបន់បាវិតនេះជាទីដែលអំណោយផលនិងមានភូមិសាស្ត្រងាយស្រួលក្នុងការរៀបចំទើបអស់លោកបារាំងបានកំណត់ស្ថាបនាផ្លូវដោយកាត់តាមតំបន់បាវិតនេះក្រោយពីមានផ្លូវថ្នល់ក្រាលកៅស៊ូបានស្រួលបួលហើយតំបន់បាវិតនេះក៏คล้ายទៅជាទីប្រជុំជនដែលមានមនុស្សរស់នៅយ៉ាងច្រើនកុះករនៅចន្លោះឆ្នាំ1919ដល់ឆ្នាំ1922ក្នុងផែនដីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិខេត្តស្វាយរៀងត្រូវបានប្រសូតឡើងរាជការខ្មែរបារាំងបានស្ថាបនាតំបន់បាវិតឲ្យคล้ายទៅជាឃុំបាវិតដោយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយទាបរហូតមកដល់ឆ្នាំ1968គ្រាដែលឯកឧត្តមហែមកេតសនាមានឋានៈជាចៅហ្វាយខេត្តស្វាយរៀងឃុំបាវិតត្រូវបានកាត់ផ្តាច់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រាវិញនៅថ្ងៃអង្គារទី30ខែធ្នូឆ្នាំ2008ដោយយោងតាមអនុក្រឹត្យលេខ233អនក្របករបស់ព្រះរាជរដ្ឋាភិបាលកម្ពុជាឃុំបាវិតត្រូវបានប្តូរឲ្យទៅជាក្រុងបាវិតវិញដោយកាត់បញ្ចូលផ្នែកខ្លះនៃស្រុកចន្ទ្រានិងស្រុកស្វាយទាបផងបច្ចុប្បន្នក្រុងបាវិតមានផ្ទៃដីសរុប 21,836 គីឡូម៉ែត្រការ៉េនិងមានឃុំសង្កាត់ក្រោមចំណុះចំនួន5ដែលមានដូចជាសង្កាត់ច្រកម្ទេសសង្កាត់បាទីសង្កាត់បាវិតសង្កាត់ប្រាសាទនិងសង្កាត់ព្រៃអង្គញ់និងមានប្រជាជនរស់នៅសរុបប្រមាណជា 50,000 នាក់បើគិតមកត្រឹមឆ្នាំ2019